សូមចុច Subscribe រួចចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel រឿងព្រេងខ្មែរសូមជូនរឿងខ្មោចអ្នកជំនួញសំឡេងចម្រៀងច្រៀងយ៉ាងរំភើយហាក់បង្ហាញអារម្មណ៍សប្បាយចិត្តនៅចំពោះមុខកុំព្យូទ័រដែលកំពុងតែដំណើរការកម្មវិធីជួញដូរតាមអនឡាញតាមរយៈចម្រៀងដែលកាឡៃប៉ារ៉ូលរបស់បទស្ពានអូតាគីហាក់មិនខ្វាយខ្វល់ពីប៉ារ៉ូលរបស់គេយ៉ាងណានោះទេបុរសនេះច្រៀងលើកដាក់សំឡេងត្រូវតាមបទល្អណាស់ខុសតែប៉ារ៉ូលបទចម្រៀងប៉ុណ្ណោះដែលត្រូវនឹងស្ថានភាពរបស់ខ្លួនសំរងទឹកខ្មៅលើថាប៉ាវចាស់នឹកឡើងសែនខ្មាស់អាលីបាបាកាលមិនទាន់មានក្រុមហ៊ុនមេតាកាលមិនទាន់មានក្រុមហ៊ុនមេតាចាប់ចិត្តស្នេហាតែអេងស្អឹមអេងកាលអាម៉ាហ្សូនកំពុងត្រូវប៉ាន់របងល្អតាន់ពីយូអេងស្អេតែសេវាផ្ញើមិនចេះថោកទេតែសេវាផ្ញើមិនចេះថោកទេនៅតែលងស្នេហ៍អាលីបាបាទិញច្រើនអស់លុយក៏ច្រើនកុំចេះប្រហើនឃើញចុចឃើញចុចអស់លុយពីកងអង្គុយសំកុកអស់លុយពីកងអង្គុយសំកុកបាញ់ភ្លុកចាយលុយសល់ខែបទចម្រៀងកាឡៃដែលពូសូរិយាកំពុងច្រៀងយ៉ាងរំភើយនោះបានក្លាយទៅជាអនុស្សាវរីយ៍ចុងក្រោយនៃស្នាមញញឹមរបស់គាត់មិនយូរប៉ុន្មានព្យុះភ្លៀងនៃជីវិតក៏ចាប់ផ្ដើមបោកបក់មកលើគ្រួសារមួយនេះដើមចមនៃរឿងរ៉ាវចាប់ផ្ដើមនៅរសៀលថ្ងៃមួយនៅឯហាងកាហ្វេម៉ាស៊ីនត្រជាក់ដ៏ទំនើបមួយកន្លែងថៅកែឃ្លោកឈ្មួញមុខសេះតែចិត្តយៈបានណាត់ពូសូរិយាមកជួបដើម្បីណែនាំគម្រោងមួយដែលគាត់ហៅថាគម្រោងដើម្បីផ្លាស់ប្ដូរជីវិតថៅកែឃ្លោករុញ iPad ដែលមានបង្ហាញក្រាហ្វពណ៌បៃតងស្ទុះឡើងដោយគ្រាប់រ៉ុកែតទៅមុខពូសូរិយាព្រមទាំងនិយាយដោយទឹកមុខជឿជាក់សូរិយាឯងមើលតួលេខនេះទៅមើលនេះមិនមែនជាការលេងហ៊ុនធម្មតាទេនេះគឺជាប្រព័ន្ធ AI Artificial Intelligence ឆ្លាតវៃថ្មីបំផុតរបស់ពិភពលោកវារកលុយឲ្យយើង24ម៉ោងក្នុងមួយសប្តាហ៍ទោះយើងដេកលក់ក៏លុយហូរចូលហោប៉ៅដែរពូសូរិយាបើកភ្នែកធំសម្លឹងមើលតួលេខចំណេញរួចក៏លាន់មាត់អូហូថៅកែដាក់តែ1000ចំណេញដល់ទៅ500ក្នុងមួយថ្ងៃផងពិតមែនក៏អីថៅកែឃ្លោកសើចតិចហើយនិយាយបន្ថយសំឡេងធ្វើដូចជាលាក់លៀមមិនចង់ឲ្យអ្នកដតីណាដឹងពិតហួសពីពិតទៅទៀតចុះឯងមិនមើលតែខ្ញុំប្រាប់ឯងចុះឱកាសនេះខ្ញុំបើកឲ្យតែគ្នាឯងទេឥឡូវក្រុមហ៊ុនគេត្រូវការអ្នកបោះទុនធំជាកញ្ចប់ VIP បើឯងហ៊ានដាក់$50,000ក្នុងមួយខែឯងនឹងក្លាយទៅជាសេដ្ឋីលេខជិះអាសង្ការេកាចាស់ទៀតហើយគឺឡើងជិះលុចស៊ីសវិញម្ដងពូសូរិយាគ្រាន់តែលឺសូរលុចស៊ីគាត់លេបទឹកមាត់លឺសូរក្អឹកតែនៅតែស្ទាក់ស្ទើរបន្តិច50000ខ្ញុំគ្មានលុយសុទ្ធច្រើនដល់ម្លឹងទេថៅកែថៅកែឃ្លោកធ្វើមុខធុញទ្រាន់បំរុងទាញ iPad មកវិញបើអត់លុយក៏ហីទៅខ្ញុំទុកឱកាសនេះឲ្យអ្នកផ្សេងវិញទៅចុះឱកាសខ្លាយជាអ្នកមានវាមិនដែលរងចាំមនុស្សកំសាកទេសូរិយាមានប្លង់ដីប្លង់ផ្ទះយកទៅដាក់ធនាគារឬចងការឯកជនសិនទៅត្រឹមមួយអាទិត្យប្រាក់ចំណេញវាសងដើមមកវិញគ្រប់ហើយដោយសារតែពាក្យថាលុចស៊ីនិងភាពលោភលន់គ្រប់ដណ្ដប់សតិពូសូរិយាក៏សម្រេចចិត្តលក់អស់ទ្រព្យសម្បត្តិក្នុងផ្ទះនិងទៅខ្ចីបុលគេរាប់$10,000យកមកប្រគល់ឲ្យថៅកែឃ្លោកដើម្បីបោះទុនក្នុងគណនី VIP នោះលុះមកដល់ផ្ទះវិញខណៈគាត់កំពុងអង្គុយនៅមុខកុំព្យូទ័រច្រៀងយ៉ាងសប្បាយដូចសពដងស្រាប់តែនាងរស្មីជាប្រពន្ធដែលចូលមកទាំងទឹកមុខស្ងួតដៃកាន់ឆ្នាំងបាយតូទេបងសូរិយា
ជប់ច្រៀងហើយជប់ប៉ះកុំព្យូទ័រនឹងទៀតទៅបងមិនមើលទេអីផ្ទះយើងក៏ចិត្តអស់អង្គច្រកឆ្នាំងហើយខ្ញុំប្រាប់បងប៉ុន្មានដងហើយថាថៅកែឃ្លោកនឹងមិនគួរឲ្យទុកចិត្តទេមើលតែមុខក៏ដឹងថាបោកដែរ ពូសូរិយាងាកមកទាំងខឹងឯងដឹងអីរស្មីថៅកែឃ្លោកជាអ្នកជំនួញអន្តរជាតិគាត់ប្រាប់បងថាដាក់ទុនតែមួយអាទិត្យទៀតយើងនឹងចំណេញទ្វេដងពេលនោះឯងចង់ជិះឡានស៊េរីណាចង្អុលយកទៅ Rolls-Royce ឬក៏ Lexus 507 Guru នេះកុំប្រាប់ថាបងជិះអាគាត់ហ្នឹងណាបើចេះមានអញ្ចឹងមិនមែនគាត់នឹងជិះឡានកញ្ចាស់នោះទេកុំប្រាប់ថាបងជិះគេយកប្លង់ដីប្លង់ផ្ទះទៅបញ្ចាំយកលុយទៅបណ្ដាក់ទុនទៅតាមថៅកែឃ្លោកនេះណាអើវាមិនអីទេតែមួយអាទិត្យនឹងយើងទៅលួសយកមកវិញហើយឯងធ្វើកំភៃទៅមើលប្រយ័ត្នតែមានបានទៅកោតជំទាវតាំងមកនឹកគុណប្តីហើយឯងនឹងនាងរស្មីអស់ពាក្យនិយាយជាមួយប្តីក៏ដើរចេញទាំងទឹកមុខខឹងសម្បាដោយសេចក្តីលោភនិងជឿសម្ដីផ្អែមល្ហែមរបស់ថៅកែឃ្លោកពេកពូសូរិយាមិនបានស្ដាប់ប្រពន្ធសំបីតែបន្តិចថៅកែឃ្លោកបានប្រើល្បិចបញ្ចុះបញ្ចូលឲ្យពូសូរិយាដាក់បញ្ចាំប្លង់ដីនិងប្លង់ផ្ទះដើម្បីយកលុយទៅបំបែកភាគហ៊ុន VIP ខ្យល់ទីបំផុតក្រុមហ៊ុននោះក៏រលាយបាត់រីឯថៅកែឃ្លោកក៏រត់បាត់ស្រមោលទ្រព្យសម្បត្តិត្រូវរឹបអូសថ្ងៃមួយម្ចាស់បំណុលបានមកបណ្ដេញពួកគេចេញពីផ្ទះដោយទ្រាំនឹងសម្ពាធមិនបានហើយខឹងនឹងប្តីដែលនិយាយមិនស្ដាប់គ្នានាងរស្មីក៏សម្រេចចិត្តនាំកូនចាក់ចេញទៅរស់នៅជាមួយម្ដាយរបស់នាងមួយរយៈដោយទុកឲ្យពូសូរិយានៅក្នុងផ្ទះទទេស្អាតនោះតែម្នាក់ឯងរងចាំថ្ងៃដែលគេមករឹបអូសភាពឯកានិងវិបដិសារីបានចូលមកគ្របដណ្ដប់នៅក្នុងផ្ទះដែលងងឹតស្លុបគ្មានប្រពន្ធគ្មានកូនមានតែសម្រែកម្ចាស់បំណុលដែលមកស្រែកជេរនៅមុខផ្ទះរាល់ថ្ងៃដោយទាល់ច្រកនឹងគិតអ្វីមិនចេញនៅរាត្រីមួយដែលមានភ្លៀងធ្លាក់ស្រិចពូសូរិយាបានសម្រេចចិត្តចាក់សោខ្លួនឯងនៅក្នុងបន្ទប់ហើយបញ្ចប់បញ្ហាដោយសម្លាប់ខ្លួននៅក្នុងបន្ទប់ធ្វើការរបស់គាត់ទាំងភ្នែកនៅបើកសម្លឹងមើលអេក្រង់កុំព្យូទ័រដែលលែងមានពន្លឺក្រោយពីគាត់ស្លាប់ទៅផ្ទះនោះត្រូវបានបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំប៉ុន្តែអ្នកភូមិចាប់ផ្ដើមល្បីថាវិញ្ញាណរបស់ពូសូរិយាមិនបានទៅណានោះទេគាត់នៅតែវិលវល់ជាមួយនឹងការរកស៊ីនិងការជំពាក់បំណុលនោះឯងលុះល្ងាចឡើងក៏មានបរិសតែងខ្លួនលយឆាយម្នាក់ពាក់អាវធំជិះម៉ូតូសង់បានឈប់មុខផ្ទះពូសូរិយាគាត់គឺជា CEO តំណាងក្រុមហ៊ុនកម្ចីដែលមានការប្រាក់ខ្ពស់មួយគាត់មិនបានដឹងថាពូសូរិយាស្លាប់នោះទេគាត់មកពេលនេះគឺមកតាមតួនាទីដើម្បីទារលុយពីអតិថិជនដែលជាកូនបំណុលរបស់ក្រុមហ៊ុនកម្ចីរបស់គាត់តែប៉ុណ្ណោះCEO ម្នាក់នេះចុះពីម៉ូតូដែលចូលទៅក្នុងរបងផ្ទះរួចស្រែកហៅពូសូរិយាចេញមកដល់ថ្ងៃបងការប្រាក់ហើយពូដល់ថ្ងៃបងការប្រាក់ហើយពូកុំសម្ងំក្នុងផ្ទះពូដល់ថ្ងៃបងការប្រាក់ហើយណាពូគាត់ដើរចូលទៅដល់ក្នុងផ្ទះដែលងងឹតឈឹងស្រាប់តែទ្វារផ្ទះបិទលឺសូរក្រាំងដោយឯងខ្យល់ត្រជាក់បក់មកប៉ះ CEO ធ្វើឲ្យគាត់ព្រឺសម្បុរគីងគក់គាត់ភ្ញាក់ស្រែកខ្លាំងបន្លប់ការភ័យអាយ៉ាចង់លេងក្បាច់អីអញ្ចេះចង់បិទទ្វារវាយឆ្កែមែនទេឬក៏ចង់ដេញខ្ញុំចេញទៅវិញមែនហាពូចេញមកនិយាយគ្នាឲ្យច្បាស់មើលពេលនោះស្រាប់តែមានសំឡេងដ៏ល្វើយមួយបានបន្លឺពីក្រោយខ្នងរបស់គាត់ខ្ញុំនៅទីនេះ CEO ឮហើយក៏ងាកក្រោយភ្លាមបានឃើញពូសូរិយាកំពុងឈរតែជើងមិនជាប់ដីទេគឺអណ្ដែតខ្ពស់ជាងគាត់បន្តិចក្នុងទឹកមុខស្លេកស្លាំងគ្មានឈាមមួយដំណក់ CEO មិនបានចាប់អារម្មណ៍នឹងជើងរបស់គាត់នោះទេហើយក៏និយាយទៅកាន់គាត់ដោយក្លាហានថាអាយ៉ានៅទីនេះសោះពូមិនក៏ខ្ញុំខលទៅពូមិនព្រមទទួលឆាតទៅក៏មិនតបពូចង់កិច្ចវេះមែនទេពូសូរិយាញញឹមបញ្ចេញធ្មេញខ្មៅទូរស័ព្ទខ្ញុំដាច់សេវានៅឋានក្រោមគេមិនទាន់មានសេវា 5G ទេ CEO ឋានក្រោមស្អីពូកុំមកដោះសារឥឡូវឆ្លើយមក
ពេលណាបានមានលុយបងពូបើគ្មានលុយទេខ្ញុំនឹងធ្វើរបាយការណ៍រឹបអូសផ្ទះពូស្អែកនេះហើយណាព្រោះទុកពេលឲ្យពូច្រើនគួរសមដែរហើយពូខ្ញុំធ្វើតាមតែទូនាទីទេផ្ទះនេះខ្ញុំឲ្យតែខ្ញុំសុំទៅជាមួយ CEO វិញបានទេនៅផ្ទះ CEO មានម៉ាស៊ីនត្រជាក់ស្រួលយីពូនិយាយលេងសើចច្រើនមែនទៅនៅស្អីផ្ទះខ្ញុំនោះពូផ្ទះខ្ញុំផ្ទះឈើហ្នឹងឥឡូវសួរមួយម៉ាត់ទៀតពេលណាបានឲ្យលុយខ្មោចពូសុរិយាសើចក៏ក្អឹកចាំខ្ញុំដុតលុយសែនឲ្យបានទេឬមួយ CEO ចង់បានក្បាលខ្ញុំទៅកាត់កងនិយាយចាប់ភ្លាមខ្មោចពូសុរិយាក៏ចាប់ក្បាលខ្លួនឯងដកហុចឲ្យទៅ CEO ហើយនិយាយណែយកទៅចោកាត់ការប្រាក់បានប៉ុន្មានខែដែរលោក CEO បើកភ្នែកធំឈោត្រឹងបន្តិចរួចហើយក៏ស្រែកឡើងខ្មោចគាត់រកកន្លែងចេញមិនឃើញតែបង្អួចបើកចំហអត់មិនបានក៏ផ្លោះតាមបង្អួចយកតែមួយរួចខ្លួនតាក់ខោដាច់នៅជាប់នឹងដែកបង្អួចរត់ឡើងម៉ូតូសល់តែខោខ្លីបើកម៉ូតូបុករបងផ្ទះរត់យកព្រះអាយុមិនងាកក្រោយតាំងពីពេលនោះមកគ្មានម្ចាស់បំណុលណាហ៊ានមកក្បែរផ្ទះនោះទៀតទេលុះយប់មួយទៀតក៏មានតាម្នាក់ឈ្មោះតាប៉ោងគាត់ជាអ្នកចិត្តខាងរបងជាប់គ្នាជាមួយនឹងផ្ទះរបស់ពូសូរិយាដែរយប់នោះគាត់កំពុងអង្គុយផឹកស្រាកំដរអារម្មណ៍នៅមុខផ្ទះរបស់គាត់ដែលជាប់របងផ្ទះពូសូរិយាស្រាប់តែគាត់ឮសំឡេងក្ដុងក្ដាំងនិងសំឡេងចុចក្ដារចុចយ៉ាងលឿនដូចព្យុះចេញពីដំបូលផ្ទះពូសូរិយាតាប៉ោងងើយមើលទៅលើតាមសំឡេងក៏ឃើញស្រមោលខ្មៅមួយអង្គុយលើដំបូលស្រមោលនោះងាកមកយឺតមុខប្រែជាពណ៌ស្លេកស្លាំងសម្លឹងមកគាត់ហើយស្រែកសួរថាតាហ៊ានដាក់ទុនទេតាដាក់1លានចំណេញ10លានតែបើគ្មានលុយខ្ញុំសុំក្បាលតាបញ្ចាំសិនបានទេថាហើយខ្មោចពូសុរិយាក៏គប់ឯកសារសុទ្ធតែជាឈាមទៅលើតាប៉ោងធ្វើឲ្យគាត់បាសសក់ជ្រងរត់ចោលដបស្រាបុកទម្លាយរបងមុខផ្ទះចេញទៅស្ទើរលួសប្រលឹងក្រោយពីត្រូវបានខ្មោចពូសុរិយាលងធ្វើឲ្យភ័យលួសប្រលឹងម្ដងរួចមកតាប៉ោងក៏មិនហ៊ានទៅផ្ទះរបស់គាត់ទៀតទេគាត់បានរើអីវ៉ាន់ហើយទៅរស់នៅផ្ទះម្ដាយក្មេករបស់គាត់មួយរយៈដោយសារផ្ទះរបស់គាត់នៅជាប់របងជាមួយនឹងផ្ទះរបស់ពូសូរិយាពេកចាប់តាំងពីពេលនោះមកវិញ្ញាណរបស់ពូសូរិយាក៏កាន់តែចេញលងបន្លាចអ្នកទាំងឡាយដែលដើរកាត់ឬធ្វើដំណើរឆ្លងកាត់ផ្លូវមកផ្ទះរបស់គាត់ដោយពេលខ្លះធ្វើជាសំឡេងនិងពេលខ្លះទៀតគាត់ចេញទាំងរូបឲ្យឃើញស្ដែងតែម្ដងក៏មាននិយាយពីសិស្សសាលា2នាក់ឈ្មោះត្រាំនិងដិនអ្នកទាំងពីរនេះតែងតែចេញពីរៀនពេលប្រលប់ដោយសារពួកគេត្រូវរៀនគួរនិងរៀនភាសាអង់គ្លេសបន្ថែមទម្រាំចាប់ម៉ោងរៀនគឺម៉ោង8យប់ទៅហើយពួកគេតែងតែធ្វើដំណើរទៅផ្ទះតាមផ្លូវជាមួយគ្នានៅថ្ងៃមួយត្រាំនិងដិនបានជិះម៉ូតូពីសាលារៀនពេលប្រលប់ដូចរាល់ដងពេលជិះកាត់មុខផ្ទះរបស់ពូសូរិយាស្រាប់តែពួកគេបានឃើញទូរស័ព្ទ smartphone មួយគ្រឿងនៅកណ្ដាលផ្លូវមានពន្លឺភ្លើងពិលចាំងភ្នែកដិនដែលជិះពីក្រោយត្រាំក៏បានក្រឡេកមើលឃើញហើយប្រាប់ទៅត្រាំថាត្រាំអញឃើញភ្លើងទូរស័ព្ទនៅខាងមុខនោះមិនដឹងជារបស់អ្នកណាគេជ្រុះទេឯងឆាប់បើកទៅឲ្យលឿនដើម្បីតែឈប់រើសនោះនៅមុខផ្ទះនោះយីអានេះអញថាដូចមិនស្រួលទេដឹងមិនដែលទូរស័ព្ទអ្នកណាគេជ្រុះបើកភ្លើងឆ្វាចអញ្ចឹងទេអញថាមិនបាច់ឈប់រើសទេដឹងអញឮគេថាផ្ទះនឹងមានខ្មោចលងសាហាវណាស់វើយយីអានេះមកអីឯងរបស់ធ្លាក់លើដីស្ដែងមើលឃើញទាំងអស់គ្នាហើយនឹងនៅគិតអីច្រើនម្លេះខ្
មកអីខ្មោចទៅវាមិនដែលហ៊ានចេញឲ្យយើងឃើញទេបើវាហ៊ានចេញមកយើងចាប់វាយកទៅធ្វើស៊ុបហ្មងទៅវាចាប់រឿងបាត់ហើយចាំជីដល់ហើយឈប់ទៅបើឯងខ្លាចទុកឲ្យអញជាអ្នកចុះរើសនៅពេលដែលពួកគេជីដល់មុខផ្ទះរបស់ពូសុរិយាហើយត្រាំក៏បានឈប់ម៉ូតូងក់ហើយដិនក៏បានចុះពីលើម៉ូតូយ៉ាងលឿនរួចទៅរើសទូរស័ព្ទនៅលើផ្លូវនោះយ៉ាងលឿនហើយក៏ស្ទុះឡើងម៉ូតូចេញទៅត្រាំក៏បានសួរទៅកាន់ដិនថាយ៉ាងម៉េចហើយម៉ាក់អីគេអាដិនយកទូរស័ព្ទនោះមកមើលហើយលាន់មាត់ថាជុំវាឲ្យអើយ iPhone អានេះម្ដងនេះកប់ហើយវើយអាយ៉ាលក់បានលុយចៃគ្នាវៃស្អីក្រែកឯងថាខ្លាចខ្មោចលងអីឥឡូវតតែឃើញរបស់ពិតអញ្ចឹងទើបដឹងថាមិនធម្មតាមិនអីទេចាំអញឲ្យខ្លះតែឲ្យតែជាងអញទេវៃមិនអីទេឲ្យតែលក់បានសិនទៅកំពុងតែនិយាយគ្នាសុកស្រាប់តែទូរស័ព្ទដែលនៅក្នុងដៃរបស់ដិនក៏បានក្លាយទៅជាក្បាលពូសុរិយាដែលមានភ្នែកលៀនធំក្រហមច្រាលអណ្ដាតវែងអនឡាយហើយនិយាយទៅដិនថាក្អូនជួយពូផងពូដាច់លុយបង់ថ្លៃសេវាអ៊ីនធឺណិតហើយជួយថប់អាប់កាតឲ្យពូ$5ផងចាំពូប្រាប់លេខឆ្នោតឃើញដូច្នោះដិនភ័យណាស់ក៏ស្រែកឡើងថាអាត្រាំខ្មោចអាត្រាំត្រាំមិនមែនខ្មោចទេពូទេតើគឺជាខ្មោចដោយភ័យខ្លាចខ្លាំងពេកដិនបានបោះក្បាលនោះចូលទៅក្នុងកន្ត្រកម៉ូតូត្រាំឃើញហើយភ័យណាស់ក៏បន្ថែមលបឿនទៅធ្លាក់ជង្ហុករលាក់ធ្លាក់ក្បាលខ្មោចពូសុរិយាពីលើម៉ូតូឃើញហើយត្រាំឆ្លៀតទាត់ក្បាលនោះមួយជើងប៉ើងដូចសំឡីទៅធ្លាក់ចូលទៅក្នុងទឹកលូក្បែរផ្លូវលឺសូរតែប្រងហើយអ្នកទាំងពីរក៏បន្ថែមលបឿនម៉ូតូជិះចេញពីទីនោះទាំងបះសក់ជ្រងមិនងាកក្រោយលុះក្រោយមកទៀតក៏មានលោកគ្រូបង្រៀនម្នាក់ទៀតឈ្មោះលោកគ្រូចំណាគាត់បានជិះម៉ូតូត្រឡប់ពីបង្រៀនគួរនៅម៉ោង9យប់កាត់តាមផ្លូវមុខផ្ទះរបស់ពូសូរិយាពេលជិះកាត់មុខផ្ទះនោះគាត់មានអារម្មណ៍ថាម៉ូតូរបស់គាត់ធ្ងន់ទៅដូចមានគេជិះពីក្រោយពេលគាត់ក្រឡេកមើលកញ្ចក់ក្រោយគាត់ក៏ឃើញពូសូរិយាអង្គុយពីក្រោយតែមិនមែនអង្គុយធម្មតានោះទេគឺអង្គុយបែរខ្នងហើយក្នុងដៃមានកាន់កុំព្យូទ័រ laptop របស់គាត់វាយ៉ាងញាប់ស្មេរួចនិយាយមកកាន់លោកគ្រូថាលោកគ្រូជួយគិតលុយការប្រាក់ឲ្យខ្ញុំបន្តិចមួយថ្ងៃការ 10% រយៈពេល100ឆ្នាំតើខ្ញុំត្រូវសងគេប៉ុន្មានបើគិតមិនចេញលោកគ្រូនៅដេកកំដរខ្ញុំសិនទៅបានជួយគិតគ្នាលោកគ្រូចំណាងាកក្រោយឃើញខ្មោចពូសុរិយាកំពុងងាកមករកគាត់ក៏ស្រែកឡើងថាខ្ញុំគ្រូសិលធម៌ទេមិនមែនគ្រូគណិតទេសំណួរនេះទុកសួរគ្រូគណិតទៅក៏មកសួរខ្ញុំថ្ងៃក្រោយលោកគេឲ្យមានសិលធម៌ផងបើសិនជាសួរខ្ញុំមួយម៉ាត់ថាលោកបានឬក៏អត់ក៏ខ្ញុំអស់ចិត្តដែរកុំអត់សិលធម៌ពេកថ្ងៃក្រោយលោកគ្រូចំណាភ័យខ្លាំងណាស់ក៏បោលម៉ូតូទាំងញីញ័រធ្លាក់ប្រឡាយក្បែរនោះសន្លប់ស្ដោកស្ដឹងដល់ព្រឹកឡើងទើបមានគេមកប្រទះឃើញហើយសួរនាំយកគាត់ទៅផ្ទះវិញពីមួយថ្ងៃទៅមួយថ្ងៃការលងបន្លាចដោយខ្មោចពូសុរិយាកាន់តែសាហាវឡើងរហូតដល់អ្នកភូមិអត់ទ្រាំលែងបានក៏ទៅនិមន្តលោកគ្រូជ្រុញដែលជាគ្រូខ្មោចល្បីឈ្មោះប្រចាំភូមិមកបង្ក្រាបខ្មោចពូសូរិយាលោកគ្រូជ្រុញបានរៀបចំពិធីនៅមុខផ្ទះដោយមានវត្តមាននាងរស្មីប្រពន្ធរបស់ពូសូរិយានិងអ្នកភូមិចូលរួមផងដែរពេលលោកគ្រូជ្រុញកំពុងធ្វើពិធីភ្លើងទៀនក៏រលត់ហើយខ្យល់ក៏បានបក់បោកមកយ៉ាងខ្លាំងខ្មោចពូសូរិយាបានបង្ហាញខ្លួនក្នុងសភាពគួរឲ្យខ្លាចដៃកាន់ខ្សែកាបអោបឯកសារបំណុលនាងរស្មីបានឃើញប្តីហើយនាងក៏យំហើយស្រែកហៅប្តីបងសុរិយាឈប់ទៅបងលុយមិនអាចយកទៅតាមបានទេបងមើលចុះ
ដោយសារតែលោភៈចង់បានខ្លាំងពេកច្រើនហួសសមត្ថភាពបងត្រូវបាត់បង់ជីវិតបាត់បង់គ្រួសារហើយខ្លាយទៅជាខ្មោចអនាថារបៀបនេះតើបងនៅចម្ពាក់ចិត្តអីទៀតជប់ទៅបង សំលេងយំរបស់ប្រពន្ធបានធ្វើឲ្យវិញ្ញាណកាយសាហាវរបស់ពូសុរិយាប្រែប្រួលមួយរំពេចមុខដែលគូឲ្យខ្លាចប្រែជាស្រពោនគាត់ទម្លាក់កុំព្យូទ័រនិងឯកសារចុះហើយនិយាយដោយសំឡេងស្រទន់បង្ហាញនូវភាពសោកស្ដាយទៅថាអូនរស្មីបងខុសហើយភាពលោភលន់ចង់មានចង់បានហួសហេតុការចង់បានលុយស្រួលដោយមិនបញ្ចេញកម្លាំងពលកម្មគឺជាអន្ទាក់បងគិតថាបងឆ្លាតដែលអាចរកលុយតាមអនឡាញបានច្រើនតែធៀបពិតបងគឺជាមនុស្សល្ងង់គឺជាជនរងគ្រោះនៃសេចក្តីលោភរបស់ខ្លួនឯងទៅវិញសោះបងចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាកុំយកជីវិតទៅលេងសើចនឹងល្បែងនៃតួលេខកុំជឿពាក្យបោកបញ្ឆោតរបស់អ្នកដទៃហើយកុំចាយវាយលុយដែលមិនមែនជាលុយរបស់យើងការមានតិចតួចតែរស់នៅជួបជុំគ្រួសារវាប្រសើរជាជាងយើងមានលុយរាប់លានដុល្លារតែត្រូវដេកស្លាប់ម្នាក់ឯងក្នុងបំណុលដូចជារូបខ្ញុំនេះពាក្យសម្ដីនេះបានធ្វើឲ្យតាប៉ោងត្រាំដិននិងលោកគ្រូចំណាដែលឈរនៅទីនោះរំជួលចិត្តនិងបានទទួលនៅមេរៀនជីវិតដ៏ធំមួយពីពាក្យសម្ដីរបស់ខ្មោចពូសូរិយានាងរស្មីបាននិយាយទៅកាន់ប្តីបន្តថាបងសូរិយាខ្ញុំបានសងបំណុលគេអស់ខ្លះហើយអ្វីដែលនៅសល់ខ្ញុំនឹងខំរកស៊ីសងគេតាមសម្រួលណាបងមិនបាច់បារម្ភទេសូមបងទៅកាន់ទីស្ងប់សុខចុះពេលនោះពន្ធលឺមួយបានបំភ្លឺជុំវិញរាងកាយរបស់ពូសូរិយាភាពអាប់អួរបានរលាយបាត់គាត់ញញឹមដាក់ប្រពន្ធនិងកូនជាលើកចុងក្រោយមុននឹងរាងកាយរបស់គាត់រលាយคล้ายទៅជាផ្សែងពណ៌សហោះទៅកាន់វេហាមួយរំពេចចាប់តាំងពីពេលនោះមកគាត់មិនដែលបានបង្ហាញខ្លួនឲ្យអ្នកនៅជិតខាងនិងអ្នកដើរកាត់មុខផ្ទះរបស់គាត់ឃើញទៀតទេចំណែកឯតាប៉ោងក៏បានមករស់នៅក្នុងផ្ទះរបស់គាត់ដូចដើមវិញផ្ទះរបស់ពូសុរិយាក៏ត្រូវបាននាងរស្មីជាប្រពន្ធនាំកូនមករៀបចំនិងរស់នៅប្រកបរបររកស៊ីជាធម្មតាវិញចំណែកឯអ្នកភូមិក៏លែងខ្លាចរអានឹងផ្ទះនោះទៀតដែររឿងរ៉ាវរបស់ពូសុរិយាបានคล้ายទៅជាចំណេះដឹងនិងបទពិសោធន៍ដ៏ល្អមួយសម្រាប់អ្នកភូមិនិងអ្នកដែលបានដឹងឮរឿងរបស់គាត់រាល់ពេលដែលគេឃើញមានការផ្សាយពាណិជ្ជកម្មបោកប្រាស់តាមអនឡាញឬល្បែងអនឡាញនានាការបបួលលេងហ៊ុនជាដើមនោះគេតែងតែនឹកឃើញដល់រឿងរ៉ាវរបស់ខ្មោចអ្នកជំនួញសូរិយាដែលជាការដាស់តឿនជានិច្ចហើយរឿងនិទាននេះក៏បានមកដល់នាទីបញ្ចប់ត្រឹមតែប៉ុណ្ណេះទៅហោងពុកម៉ែបងប្អូនលោកនាងជាទីគោរពរាប់អានរឿងខ្មោចអ្នកជំនួញដែលខ្ញុំបាទបានលើកយកមកជម្រាបជូនពុកម៉ែបងប្អូនក៏ដូចជាបណ្ឌិតទស្សនាបានទស្សនានៅក្នុងពេលនេះក៏បានឈានចូលមកដល់នាទីបញ្ចប់ទៅហើយយ៉ាងណាដែរក្រោយពីលោកអ្នកបានទស្សនានៅក្នុងសាច់រឿងមួយនេះសង្ឃឹមថាពុកម៉ែបងប្អូនបណ្ឌិតទស្សនាទាំងអស់ចូលចិត្តនៅក្នុងសាច់រឿងមួយនេះប្រសិនបើពុកម៉ែបងប្អូនដែលជាប្រិយមិត្តថ្មីចូលចិត្តនៅក្នុងសាច់រឿងមួយនេះពុកម៉ែបងប្អូនអាចចុចទៅលើពាក្យថា Subscribe ឬក៏អាចចុច Like Share ឬក៏ Comment នៅខាងក្រោមវីដេអូនេះបានដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំបាទផុសចូលទៅក្នុង Channel YouTube រឿងព្រេងខ្មែរក៏សូមខន្តីអធិស្ឋានប្រសិនបើការនិពន្ធការរៀបរៀងការធ្វើគំនូរជីវចលឬក៏ការនិទាននៅក្នុងសាច់រឿងមួយនេះមានកន្លែងឆ្គំឆ្គងឬខ្វះខាតត្រង់ចំណុចប្រការណាមួយនៅឡើយក៏សូមខន្តីអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនដែលមានចំណេះជំនាញផ្នែកនេះផងដែរ Channel រឿងព្រេងខ្មែរនឹងវិលមកជួបពុកម៉ែបងប្អូនសាជាថ្មីដោយព្យាយាមពំនាំនៅវីដេអូគំនូរជីវចលល្អៗយកមកចែកជូនពុកម៉ែបងប្អូនបានទស្សនាជាបន្តទៀតជាចុងក្រោយមុននឹងបញ្ចប់ទៅក៏សូមជូនពរពុកម៉ែបងប្អូនបណ្ឌិតទស្សនាទាំងអស់ដែលតែងតែនិយមគាំទ្រក៏ដូចជាទស្សនារាល់មេតិការបស់ Channel រឿងព្រេងខ្មែរសូមសំប្រកបតែទៅនឹងសេចក្តីសុខសុភមង្គលនៅក្នុងក្រុមគ្រួសាររាល់ការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយសូមមានសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញកុំបីខាននៅក្នុងពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា